ឯកឧត្តមហ៊ីងស៊ូរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូបញ្ជាក់ថាកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានធីវ៉េតរបស់កម្ពុជាជាមួយក្រុមហ៊ុនសានតុងទូឡាង Technology Equipment Co Ltd នៃប្រទេសចិននឹងជួយជំរុញកម្មវិធីសិក្សាធីវ៉េតរបស់កម្ពុជាស្របតាមស្តង់ដារសិក្សានៃប្រទេសចិននិងអាល្លឺម៉ង់ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជាទន្ទឹមនេះកិច្ចសហប្រតិបត្តិការនេះនឹងបង្កើតភាពជាដៃគូដើម្បីលើកកម្ពស់និងផ្លាស់ប្តូរកម្មវិធីសិក្សាជាអន្តរជាតិលើជំនាញ TVET ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាការគូបញ្ជាក់ដូចនេះគឺនៅក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងឯកឧត្តមហ៊ីងស៊ូរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងលោកជាងជូតុងនាយកប្រតិបត្តិក្រុមហ៊ុនសានតុងទូឡាង Technology Equipment Co Ltd នាថ្ងៃទី27ខែមីនាឆ្នាំ2025នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការបាននឹងកំពុងអភិវឌ្ឍធនធានមនុស្សនិងកម្លាំងពលកម្មជំនាញតាមរយៈកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើជំនាញសំខាន់ៗស្របតាមកំណើនសេដ្ឋកិច្ចសង្គមឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគតជាពិសេសក្នុងបរិបទនៃឧស្សាហកម្ម 4.0គូបញ្ជាក់ថាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាដែលមានសុពលភាពរយៈពេល5ឆ្នាំនេះនឹងពង្រឹងការកសាងសមត្ថភាពកាន់តែប្រសើរថែមទៀតដល់គ្រូនិងសិស្សក្នុងវិស័យ TVET ដោយកិច្ចសហប្រតិបត្តិការនេះផ្ដោតលើទី1ពង្រឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីផ្លាស់ប្តូរគ្រូនិងសិស្សនិងការទទួលស្គាល់ស្តង់ដារវិជ្ជាជីវៈកម្ពុជាចិនទី2បង្កើតស្តង់ដារការងារក្របដណ្ដប់លើវិស័យសំខាន់ៗនៃ TVET ស្របតាមអាទិភាពសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់កម្ពុជានិងទី3ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចផ្ដោតលើវិស័យដូចជាកសិកម្មទំនើបអេឡិចត្រូនិកស្វ័យប្រវត្តិកម្មមនុស្សយន្តផលិតកម្មឧស្សាហកម្មបច្ចេកវិទ្យា Digital និងបច្ចេកវិទ្យាឆ្លាតវៃនិងបញ្ញាសិប្បនិម្មិត AI ផងដែរ